ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំបានបង្ហាញពីវីដេអូមួយដែលតពីសប្តាហ៍មុនគឺខ្ញុំធ្វើពីថាគឺមានក្នុងថាហ្នឹងគឺយើងមានការ backup ឬក៏ហ្នឹងហើយនឹង combine ហ្នឹងទី2 G-zip ហើយនឹង B-zip2 ក្នុង B-zip2 ហ្នឹងយើងមានcompression ហើយនឹង uncompression ទី3យើងមាន zip ក្នុងការ zip ហ្នឹងគឺយើងប្រើទៅនឹងមានទៅលើការ compress ទូទៅទៅហើយនឹងវីដេអូចុងក្រោយគឺយើងធ្វើពីការ extract ឬក៏ការពលា file របស់យើងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងធ្វើវាជាដំណាក់កាលហើយដោយសាកល្បងទៅលើ file ហើយនឹង folder ពិតៗដើម្បីឲ្យអ្នកយល់ថាការ combine ហើយនឹងការ compress វាខុសគ្នាមិនទៅហើយគេប្រើវាមិនទៅឥឡូវយើងចូលមកផ្នែកទី1គឺយើងនិយាយអំពីថាហ្នឹងគឺយើងមានការ combine ហើយនឹងធ្វើការ backup ឥឡូវយើងបង្កើត file សិនទៅដើម្បីធ្វើការសាកល្បងវាឥឡូវយើងធ្វើការឆែកទៅលើព័ត៌មានរបស់យើងសិនគឺយើងដាក់ឆែកថា ls មកមួយទៀត li dot l មកsorry li dot i គឺវាអត់ចេញឥឡូវយើងបង្កើត file យកមក file គឺយើងប្រើ command touch file1 .txt មួយទៀតគឺ file 2 .txt មួយទៀតគឺយើងបង្កើតនៅ directory មក mdir dir1 ហើយនឹង dir2 ឥឡូវយើងធ្វើការត្រួតពិនិត្យថាយើងបានបង្កើត file ឬក៏ directory ទាំងអស់មិញហ្នឹងវាបានអត់អញ្ចឹងយើងវាយ command ថា ls .i យើងឃើញថាការបង្កើតdirectory របស់យើងមិញគឺវាបានជោគជ័យហើយឥឡូវខ្ញុំបញ្យល់ពីអីគេ ls ហ្នឹងគឺមានថាគឺជាការបង្ហាញឯកសារទៅក្នុង folder សម្រាប់ ls .l គឺគេបង្ហាញលម្អិតទៅលើ permission size that ហើយនឹង name អញ្ចឹងទៅសម្រាប់ touch គឺគេបង្កើតទៅលើ file ទទេចំណែក mkdir ហ្នឹងគឺការបង្កើតទៅលើ directory ឬក៏គេហៅថា folder ឥឡូវយើងចូលមកផ្នែកទី2មកគឺជាការcombine ឯកសារ folder ចូលជាមួយនឹង archive មកខាត់ពេលយូរគឺយើងcombine វាហ្មងគឺយើងប្រើថា .cvf backup .tha file1 .txt ហើយនឹង file2 .txt មក dir1 dir2 ឥឡូវយើងធ្វើការ enter យើងឆែក ls .l នេះគឺជា file របស់យើងមិញដែលយើងបង្កើតមិញគឺ backup.tha នេះយើងធ្វើការ combine វាមកឥឡូវខ្ញុំបញ្យល់ពីផ្នែកតិចតួចមិញ c ហ្នឹងមានន័យថាគឺការ create v ហ្នឹងគឺ verbal គឺមានន័យថាការបង្ហាញព័ត៌មានដែលយើងកំពុងធ្វើមុននឹង f គឺ file name ឥឡូវខ្ញុំក្បាច់ខាត់ពីគឺយើងចូលផ្នែកទី3មកធ្វើការលុប file ឬក៏ folder ដើម្បីtest វាឥឡូវគឺយើងចូលវាយទៅលើ command យកមកទៅ rm គឺមួយទៀតគឺយើង
វាយឈ្មោះ file របស់យើង file1.txt file2.txt ហើយយើង enter មកគេសួរយើងថាតើយើងចង់ remove វាអត់គឺយើងវាយតិចមកយើង enter មកOF deal ឡើយនេះវាថាវាហៅ file ឡើងអត់ឃើញកន្លែង directory អញ្ចឹងយើងត្រូវវាយ directory យើងចូលអូខេឥឡូវយើងវាយ directory វាយចុះវាស្គាល់ហើយអញ្ចឹងយើងធ្វើការdelete បានឥឡូវយើងឆែកវា ls មកមួយទៀត ls.l ls.l គឺយើងទូពិនិត្យឃើញឥឡូវយើងធ្វើការបញ្ចូលពី rm ហ្នឹងមានថាគឺជាការលុប file ចំណែក rm.rf ហ្នឹងមានថាលុប folder បូកជាមួយនឹងឯកសារនៅក្នុងទាំងអស់ហើយយើងចូលមកផ្នែកទី4មក extract ថាដើម្បីយក file ឬក៏ folder ត្រឡប់មកវិញឥឡូវយើងវាយcommand មកថា .hvf backup .tha យើងវាយ ls.l មកដើម្បីធ្វើការឆែកឥឡូវយើងមើលភាពខុសគ្នារវាងទាំងពីរនេះផ្នែកទាំងពីរហ្នឹងយើងឃើញថាផ្នែកទាំងពីរហ្នឹងគឺវាមានលក្ខណៈខុសគ្នាដែរឥឡូវអ្នកនរគ្នាចូលឥឡូវមើលវាថងនេះឥឡូវយើងចូលទៅផ្នែកG10 បន្តទៀតG10 ហ្នឹងគឺវាជាការ compress ធ្វើឲ្យតូចតែគេធ្វើទៅលើ file ឥឡូវយើងចូលមកកើតទៅកុំឲ្យខាតពេលយូរ G10 .o file 1.txt file 2.txt dir1 ហើយនឹង dir2 យើង ls ហើយ .l ដើម្បីមើលលើព័ត៌មានឥឡូវតពីយើងឃើញថាដំបូងពេលយើងអត់ទាន់ធ្វើការប្រើ G10 file txt file 1 file 2 ជា file .txt តែវាយើង
tập bị dương phở máu dương khơi mà tôi ở đọt chi xịp càng khôi lấy dương xong to tôi biết đợi dương ra ở chi ăn xịp đó làm bảy phương ca ăn không phải biết chi ăn xịp đó pha vót phá thủ sorry pha vót dương thờ đặt một pha hàng khối nhất thì thí đó chi xếp pha thu dot thì thí dot chi xếp hai complete đặt directory của việc bây giờ họ đã bị score này vì họ đăng thả từ vô ở file binary điền thú lấy dân tôi cái enter vì màuยังใช้vì តបពីយើងធ្វើការប្រើអានជីអានសេតមកនោះ file ល្អហ្នឹងនឹងត្រឡប់ទៅដើមវាអត់មានកន្ទុយ .gc ឥឡូវយើងធ្វើការឆែកដើម្បីត្រួតពិនិត្យវាបាទយើងឃើញថា file 1 file 2របស់យើងគឺអត់មានកន្ទុយ .gc ទេគឺកន្លែងនេះឥឡូវខ្ញុំសូមធ្វើបន្តទៀតថងចំណុចនេះដែរ G10 ហ្នឹងដែរគឺខ្ញុំប្រើប្រមាណថាឥឡូវកុំឲ្យខាត់ពេកគឺយើងសូមធ្វើការកាត់គឺផ្នែកតទៅផ្នែកទី3គឺ B12 B12 ហ្នឹងគឺការកុំប្រែរបស់វាខ្លាំងវាថាវាធ្វើឲ្យតូចជាង G10 ទៀតហើយយើងប្រើ command នេះមកទៅ B12 file 1 file 2 file 1.txt file 2.txt ដែរហើយយើងឆែក ls មក ls ដកនោះយើងឃើញថាកន្ទុយខាងក្រោយវានឹងមាន .bc2 មកបន្ថែមទៀតនេះឥឡូវនេះគឺយើងឃើញហើយវាមានកន្ទុយ bc2 មកក្រោយទៀតឥឡូវយើងធ្វើការដោះនេះថាយើងចង់លុបកន្ទុយ bc2 នឹងចេញវិញដំបូងយើងធ្វើការវាថាដំបូងយើងធ្វើការនេះចឹងយើងធ្វើការ save វាចឹងតែមកយើងចង់ឲ្យវាបាត់វាគឺយើងប្រើ command នេះមក unsave វិញមក bnsave 2 file 1 .txt file 2.txt អ្នកទាំងអស់គ្នាកុំភ្លេចដាក់នេះផងផ្ទុយ .bc2 ផង file 2.txt .bc2 ឥ
còn nó dương ở trong bạch đặt directory vào thì cứ việc cho ban thêm đồng lớn dương phơi cá chay nó pha lý nó lọt tự đàm ở đấy đỏ ở đó ní cứ khinh tha pha bỏ dưỡng cứ việc ở lọt tự đàm về vì admin của tôi bị gì thu không khỏi lớn dương phơi cá ở đây là command thôi căn tại tôi tiết cứ dương và thá bốc một nước bị sự thu người ta dân phơi tiền ca backup bốc cho mọi người không phải chứ ở dương miền mua vài cái máy nó tháng cứ độ CVF my backup dot tháng file one dot txt file two dot txt directory bộ viết cái đi one đi two mình này thay dương phở bột cho mùi này tha phốt bột cho mùi nó bị xịt thù là dương thứ cái thở vía tọt máu cứ dương phở bị xịt thú máy về học bị data đỏ để khơi file rồi dừng mà nhé máy backup của mình mình phí cái dương phở thằng khác và bị xịt thú lấy dương cho platform đó cứ các phở xịt nó mới tha ca chiếu bố cho mình ca compress mới tha cái phơ ruột này ca xịt đôi dương xịt nó trong Windows á cái việc xịt file thì bây giờ lấy cho mà thật cái dương command mày thua bị máu xịt đỏ ra xịt đỏ mới backup dot zip file one dot txt đọc một thiết kế file two dot txt đấy dear one dear two là dương đọc lại xịt cứ đồ cho nó thá vô cho mùi được không ra tam đồ và Windows cái phở viết xịt chẳng là dương cho một này tiếp theo to tiền được mong ta một ca tháng đọc bị xịt thuốc hay năng sụt extra của thạc cạp lìa về trên một mình dương xịt hát tấm móc cái dương lìa file trên một bên nào chẳng dương men command đi máu command khác cvf sorry cjv f my backup one cái dương một phát file một backup mày muốn thiết cứ one backup one tháng dot b c2 file one dot txt file two dot txt directory của viết để one để two top máu giờ enter mà lỡ dương thua ca chai kia máu ở đấy
ដក L នេះឥឡូវយើងឃើញហើយ file យើងបង្កើតមិញគឺយើងប្រើថា Big2 នេះគឺម៉ៃ backup ហើយយើងបង្កើតមិញ backup 1 ឥឡូវយើងចូលផ្នែកបន្តទៀតគឺយើងធ្វើការ test ទៅលើ extract ហើយនឹង extract គឺលុប file folder ហើយធ្វើការ restore វាឡើងមកវិញន័យថាយកវាត្រឡប់មកវិញពេលយើងលុបចឹងឥឡូវយើងវាយ command ទៅ rm .rf d1 d2 rm .f file ទី1 txt file 2.txt ឥឡូវយើងឆែក ls.l តមកគឺយើងប្រើថា .jvf my backup 1 គឺ file យើងបង្កើតមុនហ្នឹងថា .bc2 sorry វាយសាថ្មីនេះសិនថា ឥឡូវយើងធ្វើការឆែកឥឡូវមកឥឡូវយើងចូលផ្នែកទី6គឺយើងធ្វើពីថា .gz ហើយនឹងថា gz compression និង gzip ឥឡូវបង្កើតថា gzip មកគឺយើងមាន command ថា .c set vf my backup 2 .tgz file 1 .txt file 2 .txt deal 1 deal 2command វាឲ្យ support ឬក៏ខ្ញុំវាយខុសសម្រាប់វីដេអូរបស់ខ្ញុំគឺមានប៉ុណ្្នឹងទេគឺចំពោះជាចុងក្រោយសូមអរគុណដល់អ្នកនរគ្នាដែលបានទស្សនានៅវីដេអូនេះតាំងពីដើមរហូតដល់ចប់បាទសូមអរគុណសូមជម្រាបលា